ថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយអំពីជំងឺផ្លូវចិត្តដោយខ្ញុំដាក់ចំណងជើងថាវិបត្តិផ្លូវចិត្តអាចធ្វើឲ្យក្លាយជាឃាតករបានជាខ្ញុំលើកប្រធានបទនេះដោយសារទើបតែបានអាននៅអត្ថបទមួយស្ដីអំពីស្ត្រីម្នាក់ដែលគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ក្លាយជាឃាតករសម្លាប់កូនខ្លួនឯងរហូតដល់ទៅ3នាក់បានសម្រេចបំណងរបស់នាងគឺចង់សម្លាប់ដល់ទៅ4នាក់ឯណោះប៉ុន្តែដោយស្លាប់តែ3នាក់នៅក្នុងឡានហ្នឹងហើយកូនម្នាក់ទៀតមិនតាន់ស្លាប់ត្រូវអ្នកដំណើរជួយហើយបងប្អូនអ្នកសិក្សាភាសាអង់គ្លេសឬក៏ចេះភាសាអង់គ្លេសស្រាប់ហ្នឹងអាចចូលទៅអានដោយខ្លួនឯងដោយវាយចំណងជើង search ថាដោយសារខ្ញុំធ្លាប់search ហើយវា load នៅលើនេះដាក់ថា my mom killed 3 of my siblings ហើយយើងចុចមកនឹងចេញអត្ថបទនឹងជនជាតិស៊ូដង់នេះ my mom killed 3 of my siblings I became a mother overnight អញ្ចឹងកូនស្រីហ្នឹងបានរៀបរាប់នៅពេលគេសម្ភាសថាម្ដាយរបស់ខ្ញុំបានសម្លាប់បងប្អូនបង្កើតរបស់ខ្ញុំ3នាក់ហើយខ្ញុំក៏ខ្លាចជាម្ដាយត្រឹមតែមួយយប់មានន័យថានាងខ្លាចជាអ្នកមើលថែបងប្អូនដែលរស់នៅដូចជាម្ដាយអញ្ចឹងនេះហើយចំណុចត្រង់នេះសាក្សីដែលឃើញហេតុការណ៍ហ្នឹងគឺឃើញនាងជាម្ដាយហ្នឹងបានបើកឡានកលឹងបឹងមួយនៅមែលប៊ននេះឬទៅក៏បរឡានចូលទៅក្នុងទឹកដែលដាក់កូននៅក្នុងហ្នឹងក្នុងឡានហ្នឹងគឺបើកចុះទៅក្នុងទឹកតែម្ដងក្នុងហ្នឹងមាននៅក្នុងឡានហ្នឹងមាន her set of 4-year-old twins កូនភ្លោះដែលមានអាយុ4ឆ្នាំហើយនឹង16 months old son កូនប្រុសអាយុ16ខែ all drawn ត្រូវបានលងលេចស្លាប់ហើយកូនស្រីអាយុ5ឆ្នាំនេះអត់តន់ស្លាប់ទេនៅក្នុងឡានហ្នឹងហើយបានអ្នកដំណើរនេះជួយខ្ញុំអានព័ត៌មាននេះខ្ញុំនឹកឃើញទៅដល់គ្រាការដែលខ្ញុំនៅជានៅលោកនៅឡើយខ្ញុំទៅស៊ីដនីហើយមានបងស្រីម្នាក់ក៏មានប្រវត្តិរឿងរ៉ាវស្តៀងគ្នានឹងដែរគាត់មានបញ្ហាផ្លូវចិត្តវិបត្តិផ្លូវចិត្តខ្លាំងហើយគាត់ដាក់កូនមកឡានហើយឡើងទៅលើស្ពានបំរុងនឹងបើកឡានចុះទៅប៉ុន្តែហប់សំណាងល្អគាត់បានស្ដាប់ពធដែលនៅក្នុងឡានហ្នឹងចំណុចដែលគាត់អាចពិចារណាបានក៏អាចសង្គ្រោះជីវិតមកវិញបានដោយមិនបានស្លាប់ទាំងកូនទាំងម្ដាយគ្រាន់ថាប្រវត្តិនៃការកើតរឿងវាខុសគ្នាតើយើងទៅមើលថាតើស្ត្រីជនជាតិស៊ូដង់នេះគាត់មានរឿងអីបានរហូតដល់គាត់បើកឡានដាក់កូនមកឡានទៅដើម្បីសម្លាប់ខ្លួនដូច្នោះខ្ញុំមិនអានអត្ថបទទាំងអស់ទេខ្ញុំលើកទៅចំណុចខ្លះហើយបងប្អូនអ្នកចេះភាសាអង់គ្លេសអាចទៅអានលេងទៅក៏ជាការរំលឹកភាសាអង់គ្លេសផងដែរនេះហេតុការណ៍នេះកន្លែងខ្ញុំ select នេះមើលកន្លែងខ្ញុំ select នេះ court proceedings reveal God lived an extraordinarily difficult life and experienced extreme trauma during Sudan's civil war where she witnessed her husband shot dead ដំណើរការរបស់តុលាការបានបញ្ជាក់ថា God នេះម្ដាយរបស់នាងដែលសម្លាប់បងប្អូននាងហ្នឹងរស់នៅក្នុងសភាពជីវិតដែលលំបាកលើសលប់ហើយជួបនៅ extreme trauma នេះគឺជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ហើយនាងបានឃើញផ្ទាល់នឹងភ្នែករបស់នាងឃើញប្តីរបស់នាងត្រូវបានគេបាញ់សម្លាប់ She was also troubled by memories of being raped until she was unconscious ហើយយ៉ាងទៀតនោះនាងវាមានបញ្ហាដោយសារចេះតែនឹកឃើញ
គ្រាដែលនាងត្រូវបានគេរំលោភរហូតដល់សន្លប់បាត់បង់ស្មារតីអញ្ចឹងនាងពិតជាមានបញ្ហាធ្ងន់ធ្ងរហើយរំលោភរហូតដល់សន្លប់ហ្នឹងមិនដឹងថាសន្លប់គេហៅរំលោភបោកយ៉ាងម៉េចទេគ្នាច្រើនអីចឹងទៅអញ្ចឹងបញ្ហានេះវាកើតយូរហើយប៉ុន្តែវាបៀមទុកនៅក្នុងចិត្តនេះខ្ញុំចង់លើកមកជាប្រធានបទហើយចាំខ្ញុំទាញធម៌មកដើម្បីឲ្យឃើញតម្លៃនៃការប្រតិបត្តិពធមានប្រយោជន៍យ៉ាងណាហើយនេះនាងចាប់ផ្ដើមមាននេះ she fell into a deep depression after the birth of her youngest son following life-threatening pregnancy complication ចឹងនាងចាប់ផ្ដើមមានជំងឺបាក់ទឹកចិត្តហ្នឹងបន្ទាប់ពីកំណើតកូនពៅរបស់គាត់ youngest son នេះបញ្ហាវាមិនមែនតែកើតឡើងព្រោះតែនាងទទួលរងនៅភាពតក់ស្លុតពីប្តីដែលនាងឃើញថាគេបាញ់ស្លាប់និងត្រូវបានគេរំលោភប៉ុណ្ណឹងទេបញ្ហាត្រង់ថាមានរឿងឲ្យនិយាយអត់បាននេះ being South Sudanese we're told not to express our feelings to talk about things that are bothering us ឃើញទេស៊ូដង់ខាងត្បូងហ្នឹងវាមានគំនាបវប្បធម៌ឬក៏ប្រពៃណីដែលគេហាមប្រាមមិនឲ្យនិយាយពី feeling របស់យើងពីអ្វីដែលរឿងមិនល្អរបស់យើងប្រាប់អ្នកដទៃអញ្ចឹងវាត្រូវតែ keep ទុកនៅក្នុងចិត្តហ្នឹង We don't even have the word of trauma in my language maybe I just don't speak good Dinka but as far as I know we don't ហើយជនជាតិស៊ូដង់ហ្នឹងគឺមិននឹងមានពាក្យថាជំងឺបាក់ស្បាតឬក៏អីនេះ trauma នេះនៅក្នុងភាសារបស់គេហ្នឹងមានន័យថានៅពេលដែលគេបាក់ស្បាតរឿងអីមួយឬក៏រន្ធត់រឿងអីមួយហ្នឹងគឺមិនហ៊ាននិយាយប្រាប់គេដែលពីរឿងពិបាកលំបិនដូចជាបញ្ហារបស់នាងអញ្ចឹងនាងហ្នឹង keep ទុកតែក្នុងចិត្តរបស់ខ្លួនឯងរហូតដល់វាទៅជា depression ធ្ងន់ធ្ងរអញ្ចឹងណាហើយដើម្បីមើលព័ត៌មានពិស្ដារទៀតនៅក្នុងព័ត៌មានហ្នឹងវាមាន link បន្តទៀតយើងអាចចុចបន្ថែមមកទៀតពីមូលហេតុនៃការស្លាប់នេះទូកឡានដែលចុះក្នុងទឹកហើយទោសកំហុសរបស់God ហ្នឹងម្ដាយស្លាប់កូនហ្នឹងគឺនេះ she was sentenced to 26 years and 6 months in prison with a non-parole period of 20 years ចឹងត្រូវតុលាការនៅអូស្ត្រាលីនេះកាត់ទោសឲ្យជាប់គុក26ឆ្នាំហើយនឹង6ខែប៉ុន្តែដោយសារគេរកឃើញថាការដាក់ទោសហ្នឹងវាហួសហេតុទៅលើនាងពេកដោយសារគេ find out ដែលគឺឃើញថានាងធ្វើហ្នឹងដោយមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរអញ្ចឹងទៅគេកាត់បន្ថយទោសពី26ឆ្នាំប្រហែលខែហ្នឹងមក18ឆ្នាំវិញហ្នឹងហើយរឿងហ្នឹងខ្ញុំសរុបបន្តិចទៅមានកន្លែងខ្លះខ្ញុំ scroll មើលអញ្ចឹងវាអត់សូវឃើញពេលដែលខ្ញុំអានហ្នឹងគឺមានកន្លែងមួយទៀតដែលបន្ទាប់ពីនាងមកដល់អូស្ត្រាលីហ្នឹងគឺបានតាក់ទងស្រឡាញ់គ្នាជាមួយបរិសម្នាក់ហើយបរិសម្នាក់ហ្នឹងក៏ហក់រហូតថាដាច់គ្នាពីប្រពន្ធអីចឹងណាប៉ុន្តែធេតុពិតក៏ហក់រួមរស់ជាមួយគ្នារហូតដល់មានកូនមានចៅចឹងទៅរហូតដល់មានកូនពៅនឹងទៅទៀតហ្នឹងដែលមានបញ្ហាខ្លាំងដោយសារប្រពន្ធដើមបានដឹងរឿងហើយក៏រករឿងរកហេតុអីចឹងទៅហើយនាងក៏ត្រូវបានសង្គមដាក់ទោសបន្ថែមទៀតដោយមិនខ្វល់ពីអតីតកាលរបស់នាងថានាងទុកលំបាកយ៉ាងម៉េចនាងត្រូវបានគេកុហកយ៉ាងម៉េចប៉ុន្តែសង្គមហ្នឹងគឺគេបន្ទោសនាងជាស្រីមិនល្អអីចឹងទៅអញ្ចឹងទម្ងន់នៃផ្លូវចិត្តរបស់នាងហ្នឹងកាន់តែធ្ងន់ទៅរហូតដល់នាងរស់ទំនុករស់ទៅទៀតមិនឃើញហើយមិនដឹងថាត្រូវចិញ្ចឹមកូននឹងយ៉ាងម៉េចអាហ្នឹងបានឈានទៅដល់ចង់គិតឲ្យវាឆាប់ចប់ដាក់ម៉ាឡានយកទៅដាក់ចោលក្នុងទឹកបដ ாய் ទៅប៉ុន្តែនាងខ្លួនឯងហ្នឹងមិនស្លាប់ដែរ
ដូចជាទម្លាក់បើកឡានទម្លាក់ចុះទៅក្នុងទឹកចឹងខ្លួនឯងក៏ស្ទុះចេញពីឡានហើយកូនស្រែកល្វីសល្វាសក្នុងឡានហ្នឹងក៏អត់ទៅជួយដែរឈរមើលហើយត្រូវអ្នកតំណើរមកជួយចឹងទៅវាស្ងួតអស់ក្នុងចិត្តរបស់នាងវាស្ងួតអស់ទៅដោយសារវាទុកលំបាកច្រើនពេកចឹងជីវិតនេះគឺវាមានទុកលំបាកអញ្ចឹងហើយបើសិនបើយើងមិនមានគន្លឹះដោះស្រាយបន្ធូរបន្ថយផ្លូវចិត្តហ្នឹងឲ្យវាមានប្រសិទ្ធភាពប្រសើរឡើងទេគឺវាកាន់តែធ្ងន់ទៅពីមួយថ្ងៃទៅមួយថ្ងៃមើលបញ្ហាវាមិនមែនជាបញ្ហាតែមួយបញ្ហាវាច្រើនហើយវាបូកចូលគ្នាហើយអា memory នេះអាការចងចាំទុកនេះវាកាន់តែធ្វើឲ្យចិត្តរបស់នាង down ទៅធ្លាក់ទៅហើយគួបផ្សំជាមួយនឹងក្នុងសង្គមនឹងគេមិនអោយតម្លៃស្ត្រីបែបហ្នឹងទៀតទោះបីជានាងមានវិបត្តិយ៉ាងណាក៏ដោយគឺអាចុងក្រោយដែលនាងពិបាកទ្រាំហ្នឹងគឺត្រង់ដែលតំណែងជាមួយដៃគូរបស់នាងហ្នឹងត្រូវប្រពន្ធដើមគេដឹងហ្នឹងហើយគេចោទប្រកាន់នាងថាយកប្តីគេអីចឹងទៅណាតែអញ្ចឹងគេអត់បានដឹងពីទំហំទុករបស់នាងហ្នឹងប៉ុណ្ណាពីមុនមកទេណាឯងទុកប៉ុណ្ណាទុកទៅប៉ុន្តែបើខុសចិត្តគេនៅក្នុងសង្គមហ្នឹងហើយគេត្រូវតែមើងងាយពេបមាត់ពេបជ្រាយថាយកប្តីគេអីចឹងទៅឃើញទេហ្នឹងដែលនាងពិបាកទ្រាំហើយមិនដឹងថាត្រូវទៅរកនរណាដើម្បីពិភាក្សាដោះស្រាយបញ្ហាអញ្ចឹងមានតែផ្លូវមួយគត់គឺសម្រាប់កូនសម្រាប់ខ្លួនអីចឹងទៅហើយដូចថ្មីនេះខ្ញុំឃើញព័ត៌មាននៅស្រុកខ្មែរយើងក៏អញ្ចឹងដែរឃើញស្ត្រីម្នាក់ហើយនឹងកូនអាយុ2ឆ្នាំហ្នឹងត្រូវប្តីនឹងឪពុកបង្កើតហ្នឹងក៏សម្លាប់ក៏ព្រោះតែភ្លើងគឺសេចក្តីប្រច័ណ្ឌចំណែនក្នុងចិត្តហ្នឹងហើយស្ដាប់គេសម្ភាសទៅគឺជឿការចាក់ចុចនៃអ្នកចិត្តខាងតែគេចេះតែនិយាយថាប្រពន្ធនឹងវាមានការតាក់ទងជាមួយនឹងអ្នកចិត្តខាងអីចឹងទៅកូននឹងមិនមែនកូនឯងទេអីចេះចោះអានឹងបានថាពាក្យសម្ដីរបស់យើងអាចសម្លាប់គេបានឃើញទេអ្នកចិត្តខាងនឹងហើយម្យ៉ាងទៀតក៏វាមកពីខ្លួនឯងនឹងដែរដែលមានសេចក្តីប្រច័ណ្ឌស្រាប់ផងហើយមិនចេះគិតពិចារណាប៉ុន្តែក៏វាមិនមែនភ្លាមទៅដល់ថ្នាក់សម្លាប់ចឹងដែរខ្ញុំគិតថាអាចមានគំនុំគុំគួននឹងយូរហើយការនិយាយក្នុងនឹងក៏ក្នុងសំណេរក៏គេសរសេរដែរថាតោះគ្នាទៅញយពីរឿងប្រច័ណ្ឌរឿងអីហ្នឹងឃើញទេចិត្តដែលវាសន្សំម្ដងបន្តិចចង់បញ្ចប់ទៅគឺវាកាន់តែខ្លាំងទៅដោយពាក្យដែលព្រះបរមគ្រូព្រះអង្គត្រាស់ថាចូលអ្នកទាំងឡាយកុំប្រមាទថាបាបមានប្រមាណតិចនឹងមិនអោយផលឡើយប្រៀបដូចជាក្អមដែលគេផ្ងាតនៅក្នុងទីវាលក៏គង់តែពេញបានដោយតំណក់ទឹកភ្លៀងដែលស្រក់ម្ដងបន្តិចយ៉ាងណាមិញបាបដែលសន្សំនៅក្នុងចិត្តហ្នឹងគឺកាលណាมันមានសេចក្តីរវាងប្រយ័ត្នទេវានឹងសន្សំឲ្យពេញព្រៀបនៅដល់ពេលណាមួយវានឹងធ្វើអំពើមួយដែលនឹកស្មានមិនដល់រហូតខ្លាចជាឃាតករអញ្ចឹងណាគឺមិនមែនភ្លាមទេគឺសន្សំដោយសារសន្សំអញ្ចឹងហើយបានជាមេគាពធហ្នឹងគឺជាមេគាពិសេសមួយដើម្បីបាញ់បំបែកវងនៃកិលេសដែលសន្សំនៅក្នុងចិត្តហ្នឹងទោសៈកិលេសជាដើមដែលសន្សំរាល់ថ្ងៃហ្នឹងហើយយើងវាមិនស្គាល់ថាស្អីកិលេសមែនទែនមកកាលណាកិលេសយើងនិយាយតែរឿងរវាងប្រុសស្រីលើក្រែអីប៉ុណ្ណឹងកិលេសមាន10នោះមានអ្នកនឹងក៏កិលេសទោសៈខឹងក្រោធនោះក៏កិលេសឃើញទេការខឹងការស្អប់ការប្រច័ណ្ឌការចំណែនការហួងហែងការតម្កើងខ្លួនការមើងងាយអ្នកដទៃអានឹងសុទ្ធតែជាតួកិលេសនៅក្នុងចិត្តដែលជាតួសៅមងបើយើងមិនប្រើពាក្យកិលេសយើងហៅថាសភាពនៃធម៌ដែលសៅមងដែលកើតទុំនឹងចិត្តហ្នឹងហៅថាកិលេសឲ្យតែធ្វើឲ្យចិត្តហ្នឹងស្រអាប់ចិត្តហ្នឹងមិនភ្លឺថ្លាចិត្តហ្នឹងមិនស្រស់ស្រាយចិត្តហ្នឹងមិនបរិសុទ្ធសភាពទាំងអស់ហ្នឹងឯងហៅថាកិលេសអង់គ្លេសហៅថា defilement
defilement គ្រឿងសៅហ្មងហ្នឹងហើយផ្លូវចិត្តរបស់យើងនោះវាកើតពីការសំតិចហើយដល់ទៅព្រះបរមគ្រូព្រះអង្គបង្រៀនឲ្យបំបែកនៅវងនៃកិលេសដែលសន្សំហ្នឹងគឺព្រះអង្គបង្រៀនយើងឲ្យនៅជាមួយបច្ចុប្បន្ននេះមិនសំខាន់ថារឿងអីវាកើតធំប៉ុណ្ណាទេដែលបើមនុស្សចេះរស់ជាមួយនឹងបច្ចុប្បន្ននេះអតីតកាលវាមិនមកគ្របសង្កត់ចិត្តទេរឿងរ៉ាវដូចជានាងបដាចាអញ្ចឹងឃើញទេរឿងក៏មិនធម្មតាដែរវិន័យវិន័យទ្រព្យសម្បត្តិបងប្អូនពុកម្ដាយប្តីស្រីកូនឃើញទេអស់លីងអាហ្នឹងជាអតីតកាលដែលនាងប្រត់ប្រាស់ដែលនាងអឺលំបាកប្រឈមរហូតដល់នាងវិកលវិការស្មារតីប៉ុន្តែដល់ពេលជួបព្រះបរមគ្រូព្រះអង្គត្រាស់ដាស់តឿនឲ្យនាងមើលតែពីរឿងបច្ចុប្បន្នហ្នឹងហើយឃើញដល់ភាពបន្ទៀងនៃសង្ខារធម៌ថាវាជាធម្មតាអញ្ចឹងកាលណាបញ្ញាយល់ច្បាស់ថាអ្វីដែលកើតឡើងវាជាធម្មតាអញ្ចឹងវាស្រាលវាស្រាលដោយគ្រូចិត្តសាស្ត្រមួយគាត់លើកឧទាហរណ៍អញ្ចឹងហ្នឹងកែវអញ្ចឹងវាស្រាលទេកែវមួយហ្នឹងពេងមួយហ្នឹងប៉ុន្តែបើសិនបើយើងលើកអត់ដាក់កន្លះម៉ោងប្រហែលជាទ្រាំលែងបានហើយប៉ុន្តែរឿងនៅដដែលទេណារបស់ហ្នឹងនៅដដែលទេសំខាន់យើងហូរទុកយើងកាន់ទុកអត់ទម្លាក់ចឹងសេចក្តីទុកសពគ្រប់បែបយ៉ាងទាំងអស់គឺព្រះអង្គសរុបមកថាឧបាទានសង្ខិតេនបញ្ចុបាទានខន្ធៈទុក្ខាសេចក្តីទុកទាំងអស់សរុបមកហ្នឹងគឺការប្រកាន់នៅក្នុងឧបាទានខន្ធ5ហ្នឹងប្រកាន់រូបជាខ្លួនវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងថាជារបស់ខ្លួនអាហ្នឹងគឺជាប្រភពនៃសេចក្តីទុកហើយប្រកាន់ហ្នឹងមិនមែនតែខណ្ឌបច្ចុប្បន្នទេប្រកាន់តែខណ្ឌអតីតប្រកាន់ទាំងខណ្ឌបច្ចុប្បន្នប្រកាន់ទាំងខណ្ឌអនាគតណាដូចជារឿងដែលកើតឡើងពីររឿងដែលខ្ញុំលើកឡើងស្ត្រីមកពីស៊ូដង់ហ្នឹងហើយខ្មែរយើងទៅស្លាប់ប្រពន្ធអីហ្នឹងខ្ញុំមិនគិតថារឿងហ្នឹងវាកើតភ្លាមនៅពេលដែលព្រឹត្តិការណ៍ហ្នឹងកើតឡើងទេគឺសន្សំចិត្តហ្នឹងយូរហើយចិត្តហ្នឹងវាសន្សំទុកយូរហើយបរោះខ្មែរហ្នឹងសន្សំចិត្តខឹងប្រពន្ធហ្នឹងយូរហើយឃើញទេអានសំទុកហ្នឹងពីវេរាវាអត់ស្ងប់ដោយការសន្សំអញ្ចឹងឃើញទេព្រះអង្គថាអកោឆេមាំងអវធិមាំងអជិនិមាំងអាហាសេមេយេចតាំងឧបន័យហន្តិវេរង្ទេសੰអ្នកសមតិនរណាចូលទៅចងសេចក្តីក្រោតទុកថាននេះជេរអញននេះឈ្នះអញននេះយករបស់អញចងទុកអញ្ចឹងណាថាពីនឹងវាអត់ស្ងប់ទេចិត្តនឹងវាក្តៅទៅទីបំផុតស្លាប់បាត់ឃើញទេមិនមែនមួយថ្ងៃទេបើល្អោកល្អឿននឹងគ្នាពីមុនមិនដែលខឹងមិនដែលស្អប់អីវាមិនមែនដល់ថ្នាក់ខឹងបន្តិចទៅស្លាប់អញ្ចឹងទេប៉ុន្តែវាសន្សំម្ដងបន្តិវាធុញទៅវាតឹងទៅយូរមោហៈហ្នឹងគេហៅថាមោបាំងហ្នឹងមោបាំងបញ្ញាបាត់វាអត់មានបញ្ញាផងមែនតើទៅវាកើតតែមោហៈហ្នឹងជាបច្ច័យឲ្យអកុសលធម៌ផ្សេងហ្នឹងកើតឡើងរហូតដល់សម្លាប់ទាំងរស់ប្រពន្ធធ្លាប់អោបពេញដៃកូនធ្លាប់បីពេញដៃដោយសារការសង្ស័យសន្សំទុកក្នុងចិត្តច្រើនគេចាក់ចុចលេចកើតផងអស់ទំនុកចិត្តការសន្សំទុកក្នុងចិត្តដែលមិនមានការទុកចិត្តហ្នឹងហើយក៏ខឹងរឿងថាគេក្បត់ខ្លួនអីចឹងទៅក៏សម្លាប់កើតពីការសន្សំពីវេរាកើតពីការចងទុកអញ្ចឹងនៅហើយស្ត្រីស៊ូដង់នោះក៏អញ្ចឹងដែរគាត់មិនបានកើតរឿងប្រច័ណ្ឌអីទេតែចងទុកក្នុងចិត្តថានៅនេះធ្វើបាបអញត្រូវបានគេធ្វើបាបទេណាចិត្តគិតអញ្ចឹងអញត្រូវបានគេធ្វើបាបប្តីអញត្រូវបានគេសម្លាប់ហើយអញត្រូវបានគេរំលោភចងទុកអញ្ចឹងរហូតចាំទុកតែអញ្ចឹងតាមពិតរបស់ហ្នឹងអត់មានទៀតទេគឺបាត់អស់ហើយរលត់អស់រលីងគឺនៅតែ memory ឯងគឺនៅតែការចាំរំលឹកមកដដែលអញ្ចឹងឃើញទេហ្នឹងហត់មកដល់អូស្ត្រាលីនេះទៀតត្រូវបរិះម្នាក់កុហកអស់ប្រហែលឆ្នាំទៀតកុហកថាអត់មានចប់វគ្គវិនអីជាមួយប្រពន្ធដើមទេហើយមិនសូវបានជួយឧបត្ថម្ភចិញ្ចឹមកូនទេតិចតួចបំផុតហ្នឹងអញ្ចឹងតែអញ្ចឹងទៅបោករឿងវាបោករឿងនេះផងបោករឿងនោះផងអត់ប្រឡែងដល់អត់ប្រឡែងវាធ្ងន់ពេកទីបំផុតសម្រេចចិត្ត
ដាក់កូនម្លានបចូលទឹកអញ្ចឹងបើយើងមើលតែសកម្មភាពមួយផ្លេតប៉ុណ្ណឹងយើងអាចថាម្ដាយនឹងវាសាហាវវាអញ្ចេះវាអញ្ចោះធិតពិតវាសន្សំមកដោយការឈឺចាប់ដោយសារការចងទុកនៅក្នុងចិត្តនឹងច្រើនអញ្ចឹងហើយបានជាព្រះអង្គបង្រៀនយើងឲ្យយើងប្រឡែងបើមិនប្រឡែងអត់ស្រាលទេឃើញទេប៉ុន្តែមេរៀនប្រឡែងហ្នឹងទល់តែយល់ពីសភាវៈណាបើមិនយល់ពីសភាវៈហ្នឹង how can we let it be តែយើងអាចប្រឡែងវាល្មិចទៅអាចឲ្យវាមិនក៏មិនទៅមិនបានបើយើងមិនយល់ពីធម៌ទាំងឡាយមិនទៀងធម៌ទាំងឡាយជាទុក្ខធម៌ទាំងឡាយជាអនត្តាប៉ុណ្ណឹងហ្នឹងអាចប្រឡែងវាបានវាទាល់តែឃើញថាធម៌ដែលកើតឡើងហ្នឹងកើតពីបច្ច័យហើយកើតហើយវាមិននៅទេកើតហើយវារលត់ទៅជាធម្មតាកើតហើយរលត់កើតហើយរលត់កើតហើយរលត់ជាធម្មតាប្រៀបដូចជាទឹកជ្រោះដែលវាធ្លាក់មកអញ្ចឹងវាអត់នៅដដែលទេហើយបើយើងខំទាញទឹកនឹងទុកលទ្ធផលវាមិនឈ្នះទឹកទេទឹកវាទាញយើងទៅហើយប៉ុន្តែបើយើងគ្រាន់តែរីករាយងូតទឹកដែលហូរមកប៉ះហើយក៏វាបាត់ទៅប៉ះហើយក៏បាត់ទៅអានឹងឯងដែលទឹកមិនសង្កត់យើងអញ្ចឹងណាទឹកហូរធម្មតាហ្នឹងគឺថាវាធ្វើឲ្យយើងរីករាយជាមួយនឹងទឹកដូចថាជីវិតរបស់យើងនៅមានច្រើនណាស់ដែលយើងអាចធ្វើរឿងដែលល្អបានដែលរឿងដែលបាត់បង់ទាំងឡាយហ្នឹងវាមិនអាចធ្វើឲ្យយើងធ្ងន់ផ្លូវចិត្តរហូតដល់រស់មិនបានគឺយើងត្រូវកលេចមើលស្អីដែលយើងនៅមានច្រើនយើងនៅមានសុខភាពយើងនៅមានមនុស្សជុំវិញខ្លួនយើងយើងនៅមានឱកាសសម្រាប់បំពេញកិច្ចការជាប្រយោជន៍ច្រើនមែនទែនប៉ុន្តែដល់ពេលអាម៉ូនោះវាបាំងមោហៈវាបាំងមកវាមើលទៅណាក៏ងងឹតដែរអញ្ចឹងហើយបានជាព្រះអង្គឲ្យយើងចម្រើនបញ្ញាណដ្ឋិបញ្ញាសមាអាភាគ្មានពន្លឺអ្វីស្មើនឹងពន្លឺបញ្ញាទេពាក្យថាហួសពេលមានសម្រាប់តែអ្នកស្លាប់ទេឬក៏អ្នកកម្រើកដៃកម្រើកជើងលែងរួចលែងធ្វើអីកើតតែបើនៅដើរបាននៅស្ដាប់គ្នាបានមិនមែនជាពេលហួសពេលទេគឺជាពេលវេលាល្អណាស់សម្រាប់សិក្សាសម្រាប់ប្រតិបត្តិនៅមេរៀនដែលមានប្រយោជន៍គឺពធនៅក្នុងជីវិតនេះអញ្ចឹងពធមេរៀនពធនេះមិនមែនមេរៀនសម្រាប់នរណាម្នាក់ផ្ដាច់មុខទេគឺសម្រាប់យើងអ្នកមានទុកនឹងឯងហ្នឹងកុំធ្វេសប្រហែសកុំថាអញលែងអីហើយណាជីវិតយើងរាល់ថ្ងៃនេះនឹងដូចដើរនៅក្នុងឈ្នួរមួយអញ្ចឹងណាផ្លត់បន្តិចធ្លាក់ហើយទាំងអស់គ្នានឹងព្រោះយើងនៅបាត់របស់ច្រើនណាយើងនឹងត្រូវបាត់របស់ច្រើនណាកុំអៀងកុំថាអញមិនអីទេមែនទេឥឡូវមានប្តីទេឱកាសបាត់ប្តីអាចមានឥឡូវមានកូនឱកាសបាត់កូនអាចមានឥឡូវមានទ្រព្យឱកាសបាត់ទ្រព្យអាចមានហើយបើរបស់នោះមិនបាត់ទេយើងគង់តែបាត់ចាករបស់ទាំងអស់នោះដែរមានអីបាត់ហ្នឹងកាលណារបស់ហ្នឹងបាត់ពីយើងមុនឬក៏យើងបាត់ពីរបស់ហ្នឹងមុនតែប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងបានគាថាមួយទៀតដែលព្រះបរមគ្រូដាស់តឿននាងដែលជាសម្លាញ់របស់នាងវិសាខាដែលផឹកស្រាហើយរំសបាយអញ្ចឹងទៅព្រះអង្គត្រាស់ថាកោនុហាសោគេមានអន្តោកោតតែនាងទាំងឡាយនៅសោយកើតនិច្ចាំបច្ចលិតេសតិបើភ្លើងកំពុងតែឆេះជានិច្ចយ៉ាងនេះអន្តការេណអោណាធាបើវាល្ងឹតឈឹងអញ្ចឹងបតិបង្នកវេសថៈហេតុអីបានមិនស្វែងរកប្រទីបឃើញទេយើងពិចារណាមើលបើសិនជាភ្លើងកំពុងតែឆេះសពួតយើងឆេះខោអាវយើងនៅតំអក់បានទេគឺត្រូវតែរត់ទឹកហើយប៉ុន្តែយើងរាល់ថ្ងៃយើងមិនឃើញជីវិតរបស់យើងនៅក្នុងភ្លើងគឺអកុសលធម៌ទាំងឡាយដែលដុតចិត្តរាល់ថ្ងៃភ្លើងគឺជារាដែលដុតយើងឲ្យចាស់រាល់ថ្ងៃតែយើងនៅតំអក់យើងនៅគ្រាន់បើយើងនៅឆ្លោះគ្នាយើងនៅមើលងាយគេយើងនៅចំអកលក់លើយឲ្យគេស្មានតែខ្លួនឯងអត់ឆេះថាពិតសត្វលោកទាំងអស់គឺកំពុងតែឆេះដោយភ្លើងទាំងរាងកាយហើយនឹងភ្លើងទាំងផ្លូវចិត្តចឹងមានទឹកគឺពធមានហ្នឹងព្រះអង្គថាបើល្ងឹតឈឹងអញ្ចឹងមិនក៏មិនស្វែងរកប្រទីបអញ្ចឹងខណ្ឌ5ជាទុកហ្នឹងវាគ្មានណាលើសណាទេប៉ុន្តែសំខាន់
មានសិល្បៈនៅក្នុងការគិតពិចារណាដើម្បីឲ្យរឿងវានៅតែជារឿងយើងមិននៅក្នុងសម្ពាធរបស់រឿងដោយការសិក្សារលឹកដឹងនៅសភាវៈធម៌ដែលកំពុងប្រកបនៅក្នុងជីវិតបច្ចុប្បន្នប៉ុន្តែអាចចូលទៅដល់ចំណុចហ្នឹងបានខ្ញុំនៅតែលើកទឹកចិត្តឲ្យរៀនឲ្យស្គាល់ពីចិត្តរបស់យើងបើមិនស្គាល់ពីវាទេទីបំផុតវានឹងធ្វើឲ្យយើងខ្លាចជាឃាតករអញ្ចឹងក៏អាចបានដែរហើយមុននឹងបញ្ចប់ខ្ញុំបញ្ចប់រឿងនឹងបន្តិចរឿងស្ត្រីស៊ូដង់នឹងជាប់គុក18ឆ្នាំហើយចុងក្រោយនៅពេលដែលចេញពីគុកវិញរដ្ឋាភិបាលនឹងបញ្ជូនទៅប្រទេសដើមវិញឃើញទេសម្បីតែសិទ្ធនៅហ្នឹងក៏មិនបានគេបញ្ជូនទៅស្រុកដើមវិញទៀតខ្ញុំមិនគិតថានាងបានប្រសើរឡើងទេនេះជារឿងរបស់នាងដែលខ្ញុំអានប៉ុន្តែខ្ញុំមើលមិនឃើញថាតើបន្ទាប់ពីចេញពីគុកហើយនាងបានប្រសើរឡើងដោយមានមេរៀនស្អីឲ្យនាងគិតពិចារណាបានប្រសើរឡើងបើទៅវិញចងកក៏មិនដឹងហ្នឹងហើយពីព្រោះវិបត្តិរបស់នាងឲ្យคล้ายជាអ្នកសម្លាប់ចឹងហើយត្រូវនៅក្នុងគុកមិនដឹងថា stress ប៉ុណ្ណាទៀតប៉ុន្តែបើសិនជាចិត្តនឹងវាមិនជាប់គុកជាមួយចិត្តនឹងមានពន្លឺដោយពិចារណានៅសភាពមិនទៀងជាទុកជាអនត្តាហើយរស់នៅជាមួយនឹងបច្ចុប្បន្នភាពអ្វីៗក៏ប្រសើរឡើងដែរសូមអរគុណសូមជម្រាបលា